ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ផ្ទះបាយផ្កាឈូកសាជាថ្មីថ្ងៃនេះខ្ញុំបានមុខម្ហូបមួយមុខទៀតហើយដែលមានឈ្មោះថាចំហុយពេញប៉ោះជាមួយនឹងសាច់ជ្រូកចិញ្ច្រាំនិយាយទៅមុខម្ហូបនេះវាអត់មានអីសូវពិបាកធ្វើហ្មងទេអញ្ចឹងបងប្អូនមកមើលពីការធ្វើទាំងអស់គ្នាណាខ្ញុំមានខ្ទឹមសខ្ទឹមក្រហមយើងហាន់ទូជាចំណិតទូចូលគ្នាទៅដើម្បីបន្តិចទៀតយើងយកខ្ទឹមហ្នឹងយកទៅលាយជាមួយនឹងសាច់ជ្រូករបស់យើងដែលយើងបានយកទៅកិនអញ្ចឹងណាបងប្អូននេះគឺជាសាច់ជ្រូកស្មើមុខខ្ញុំយកមកហាន់ជាទូចហើយបានខ្ញុំដាក់ចូលទៅក្នុងម៉ាស៊ីនរបស់យើងសម្រាប់កិនវារៀងគឺថាម៉ត់តិចអញ្ចឹងណាបើសិនជាបងប្អូនអត់មានម៉ាស៊ីនទេបងប្អូនអាចច្រាំជាមួយនឹងដៃក៏បានដែរប៉ុន្តែខ្ញុំនៅនេះខ្ញុំការពារកុំឲ្យសលេងរំខានដល់គេដល់ឯងអញ្ចឹងទៅហើយមួយទៀតហ្នឹងយើងមានម៉ាស៊ីនស្រាប់ក៏យើងប្រើជាមួយម៉ាស៊ីនទៅវាលឿនជាងអញ្ចឹងណាសម្រួលការងារបានដែរនេះគឺជាម៉ាស៊ីនរបស់ខ្ញុំដែលខ្ញុំអាសាបង្ហាញបងប្អូនហ្នឹងកិនបានសាច់ប្រកបយ៉ាងអានេះខ្ញុំដាក់ប្រហែលជា1នាទីទេហើយបន្ទាប់មកខ្ញុំឈប់សិនខ្ញុំមើលថាតើវាម៉ត់ល្មមមិននឹងអ្វីដែលខ្ញុំចង់បាននៅបន្ទាប់មកខ្ញុំមើលម្ដងទៀតក៏អូខេហើយបន្ទាប់មកនេះគឺជាផ្សិតខ្មៅបងប្អូនខ្ញុំយកទៅត្រាំជាមួយស្ងោរវាចេញជាតិឲ្យវាឆ្អិនអស់សិនច្បាច់ទឹកលាងស្អាតហើយបាទខ្ញុំយកវាមកកិនជាមួយនឹងម៉ាស៊ីនដាំងនឹងដែរចឹងណាចឹងនេះគឺជាសាច់ជ្រូករបស់យើងចាក់ចូលចានទៅហើយផ្សិតរបស់យើងហ្នឹងក៏យើងយកវាមកលាយជាមួយនឹងសាច់ជ្រូករបស់យើងហើយមានជាមួយនឹងមីសួរទៀតមីសួរហ្នឹងខ្ញុំត្រាំទឹកឲ្យវារៀងទន់មុននឹងប្រហែលជា1ម៉ោងអីដាក់ចោលមុនគេចឹងណាបន្ទាប់មកខ្ញុំយកមកកិនដែរហាន់វារៀងយូរដែរចឹងទៅដាក់តែម៉ាស៊ីនហ្នឹងគ្រាន់តែមួលទៅវាបានរៀងដូចថាទូតែចឹងយើងយកមកលាយចូលគ្នាទាំងអស់ហ្នឹងទៅបន្ទាប់មកយើងចាប់ផ្ដើមដាក់ស្ករដាក់អំបិលដាក់ប៊ីចេងបន្តិចដាក់ម្រេចបន្តិចដាក់ជាមួយនឹងម្សៅស៊ុបបន្តិចហើយដាក់ជាមួយនឹងទឹកប្រេងខ្យងបន្តិចចូលនឹងឲ្យវាមានជាតិឡមអញ្ចឹងណាបងប្អូននិយាយទៅស្នូហ្នឹងកុំធ្វើឲ្យប្រៃពេកព្រោះអីយើងយកទៅញ៉ាំជាមួយបាយក៏ដោយប៉ុន្តែពេញប៉ោះហ្នឹងវារៀងជាតិសាបផ្អែមយើងសុខចិត្តយកជាតិចេញពីពេញប៉ោះវិញដែលវាមានរសជាតិធម្មជាតិហើយឆ្ងាញ់ហ៎ចឹងទៅខ្ញុំថែមជាមួយនឹងប្រេងនឹងងបន្តិចដែរដើម្បីឲ្យវាឈ្ងុយចឹងខ្ញុំជួយចិត្តបើសិនជាបងប្អូនអត់ជួយចិត្តទេបងប្អូនបាច់ដាក់ក៏បានដែរប្រេងនឹងងហ្នឹងហើយបន្ទាប់មកយើងចាប់ផ្ដើមច្របាច់ទៅច្របាច់មកច្របាច់វាឲ្យចូលជាតិគ្នាឲ្យសព្វល្អចឹងណាបងប្អូននិយាយទៅពេលយើងលាយគ្រឿងច្របាច់អីហ្នឹងដើម្បីវាចូលជាតិល្អដែរនៅពេលដែលយើងច្របាច់រៀងយូរតិចចឹងណាបន្ទាប់មកយើងទុកមកឡែកសិនយើងចាប់ផ្ដើមទៅចាប់ផ្ដើមយកស្នូលពេញប៉ោះរបស់យើងចេញហ្នឹងដើម្បីយើងរៀបចំសម្រាប់ញាត់សាច់ជ្រូកនឹងចូលទៅក្នុងពេញប៉ោះរបស់យើងអញ្ចឹងណាពេញប៉ោះនេះខ្ញុំបានលាងទឹកលាងអីហើយស្អាតអស់ហើយបងប្អូនរើសយកពេញប៉ោះរៀងធំតិចមកកាន់តែធំកាន់តែល្អបងប្អូនពេញប៉ោះវាអត់មានបញ្ហាអីទេកាន់តែធំកាន់តែឆ្ងាញ់ចឹងពេញប៉ោះថ្ងៃនេះខ្ញុំរកបានប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំចាប់ដើមហាន់ក្បាលវាចេញតិចទៅយើងឆ្កឹះយកអាបដូរវាចេញហ្នឹងហើយបដូរហ្នឹងអត់ចោលណាបងប្អូនខ្ញុំយកទៅកិនធ្វើទឹកផ្លែឈើញ៉ាំទៀតស្នូលពេញប៉ោះហ្នឹងអញ្ចឹងណានិយាយទៅយើងប្រើអស់ពីលទ្ធភាពអញ្ចឹងណាយើងកុំចោលព្រោះអីរបស់អស់នេះសិតតាជាតិវីតាមីនល្អជាងថ្នាំយើងញ៉ាំទៀតហើយអញ្ចឹងទៅយើងចាប់ផ្ដើមឆ្កឹះម្ដងមួយឲ្យវាស្អាតខាងក្នុងហ្នឹងប៉ុន្តែបងប្អូនកុំខ្លាំងដៃពេកកុំឲ្យវាបែកតែវាបែកពេលយើងដាក់សាច់ជ្រូកទៅហើយចាប់ផ្ដើមយកទៅចំហុយទៅធ្វើឲ្យពេញប៉ោះយើងនឹងអត់ល្អឲ្យវាធ្លាយធ្លុះចេញមកអញ្ចឹងទៅវាអត់ស្អាតហើយវាបាត់បង់រសជាតិដែរអញ្ចឹងណាហើយនៅក្នុងស្នូលមិញហ្នឹងបងប្អូនខ្ញុំភ្លេចទិញស្លឹកខ្ទឹមណាបើសិនជាបងប្អូនមានស្លឹកខ្ទឹមបងប្អូនអាចលាយបន្ថែមជាមួយនឹងស្នូលសាច់ជ្រូកមិញបានអញ្ចឹងណាដើម្បីឲ្យវាកាន់តែឈ្ងុយថែមទៀតប៉ុន្តែដោយសារខ្ញុំភ្លេចទិញអញ្ចឹងទៅខ្ញុំអត់បានដាក់អីហើយឥឡូវហ្នឹងពេញប៉ោះអីយើងសម្អាតរួចរាល់ហើយនិយាយទៅដេកផ្លូវទៀតពេញប៉ោះខ្ញុំណាបងប្អូនរហូតធ្វើតាំងពីថ្ងៃប៉ុន្តែធ្វើអត់តាន់អញ្ចឹងទៅឥឡូវឈានដល់ល្ងាចបដ ாய் ខ្លាចតែជាម្ហូបពេលល្ងាចចឹង color វារៀងដូចថាចូលជ្រៀតជ្រែកដែរចឹងឥឡូវហ្នឹងយើងចាប់ផ្ដើមញុកចូលស្នូលវាដាក់ចូលក្នុងពេញប៉ោះហ្នឹងមកអត់សូវពិបាកអីបងប្អូនឯងដូចតែយើងស្ងោរម្រះដែរយើងញុកចូលចឹងមកហើយយើងញុកម្ដងមួយថ្នមដៃកុំឲ្យវាបែកពេញប៉ោះណាហើយចឹងទៅយើងញុកវាម្ដងមួយឲ្យបានគ្រប់ទាំងអស់ទៅយើងចាប់ផ្ដើមដាក់ទឹកក្តៅដាំចោលសិនណាដើម្បីឲ្យពេលពេញប៉ោះយើងធ្វើហើយចឹងទៅយើងយកទៅដាក់ទៅបានចំហុយហ្មងចឹងណាបងប្អូនហើយខ្ញុំអត់មានឆ្នាំងចំហុយអីពិសេសអីទេមានតែខ្ញុំយកឆ្នាំងស្លធម្មតានឹងឯងហើយបន្ទាប់មកចឹងទៅខ្ញុំដាក់ជាមួយនឹងប្រទះដែកដែលខ្ញុំធ្លាប់
ចំហុយជាមួយបន្លែអីចឹងណាធ្វើតែវិធីធម្មតាយើងទៅយើងមានអីយើងធ្វើហ្នឹងចឹងណាបងប្អូនចឹងទៅអានេះខ្ញុំចាប់ផ្ដើមរៀបចំឲ្យវារួចរាល់ហើយអស់ហើយចឹងទៅបានខ្ញុំចាប់ផ្ដើមយកទៅចំហុយទឹកយើងក៏ចាប់ផ្ដើមពុះហើយរៀបចំឲ្យចក្រានហ្នឹងល្អហើយទឹកកុំក្តៅពេកកុំឲ្យពុះខ្លាំងពេកណាបងប្អូនថ្ងៃខ្ញុំស្ងោរនេះទឹកវារៀងពុះខ្លាំងពេកចឹងណាព្រោះឲ្យខ្ញុំឡារវល់ធ្វើអីផ្សេងចឹងទៅពេញប៉ោះវារៀងលបកសបកតិចប៉ុន្តែរសជាតិនៅតែឆ្ងាញ់ នេះគឺជាស្ទះដែកដែលខ្ញុំនិយាយប្រាប់បងប្អូនហ្នឹងណាចឹងទៅយើងចាប់ផ្ដើមដាក់ប៉េងប៉ោះយើងចូលទៅក្នុងនឹងចំហុយចឹងទៅហើយយើងបិទការ៉ុតឲ្យទុករយៈពេលប្រហែលជា20ទៅ25នាទីកុំឲ្យបើកភ្លើងខ្លាំងពេកខ្ញុំបើកភ្លើងរៀងជ្រុលចឹងទៅវារៀងសបកខាងក្រៅវារៀងផេះប៉ុន្តែបើធ្លាយណាបងប្អូនរសជាតិនៅតែឆ្ងាញ់ដែរបន្ទាប់មកយើងចាប់ផ្ដើមដួសដាក់ចានចឹងទៅយើងរោយជាមួយនឹងលឹកខ្ទឹមលឹកអីដែលយើងចូលចិត្តចឹងទៅយើងរោយដាក់ក្នុងនឹងទៅជាការស្រេចហើយ ចឹងមុខម្ហូបរបស់យើងថ្ងៃនេះបានរួចរាល់ហើយបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយជម្រាបលាចា៎